សូមស្វាគមន៍មកកាន់ទីតាំងនៃវិទ្យាល័យជាតិដែលស្ថិតនៅក្នុងទឹកដីស្រុកកំចៃមាសកាលពីថ្មីនេះដោយទទួលបានការអនុញ្ញាតពីលោកមេងហ៊ុយប្រធានក្រុមការងារចុះជួយសហភាពសហព័ន្ធយុវជនកម្ពុជាស្ថិតនៅក្នុងស្រុកកំចៃមាសក្រុមការងារចុះជួយសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកកំចៃមាសខេត្តព្រៃវែងក៏បានចុះចែករំលែកបទពិសោធន៍និងតម្រង់ទិសស្ដីអំពីការកំណត់គោលដៅជីវិតការជ្រើសរើសជំនាញសិក្សានៅថ្នាក់ឧត្តមសិក្សានិងថ្នាក់អប់រំសីលធម៌ដល់សិស្សថ្នាក់ទី10ទី11និងទី12នៅក្នុងនោះមានចំនួន230នាក់ដែលស្ថិតនៅក្នុងវិទ្យាល័យជាតិស្ថិតនៅក្នុងទឹកដីនៃស្រុកកំចៃមាសខេត្តព្រៃវែងនាពេលព្រឹកចាថ្ងៃទី19ខែមិថុនាឆ្នាំ2026ចាកាលពីថ្មីនេះទេចំពោះការចែករំលែកនេះរួមចំណែកលើកកម្ពស់ដល់ការយល់ដឹងកាន់តែទូលំទូលាយរបស់សិស្សនៅក្នុងការកំណត់គោលដៅនៃជីវិតការជ្រើសរើសជំនាញសិក្សាឲ្យសមស្របទៅតាមសមត្ថភាពចំណាប់អារម្មណ៍និងទេពកោសល្យរបស់ខ្លួនព្រមទាំងជំរុញការប្រកាន់ភ្ជាប់នៅសីលធម៌គុណធម៌និងអាកប្បកិរិយាល្អក្នុងការសិក្សានិងការរស់នៅប្រចាំថ្ងៃចាជំរាបសួរជំរាបព្រលឹកជូនទៅកាន់ពុកម៉ែបងប្អូនប្រជាពលរដ្ឋចាទូទាំងស្រុកកំចៃមាសផងដែរទស្សនវិជ្ជាចាថ្នាក់ដឹកនាំចានៅក្នុងឃុំជាតិចានៃសាលាវិទ្យាល័យជាតិផងដែរចាដែលនេះខ្ញុំធ្វើដំណើរជិះឆ្លងកាត់កាលពីថ្ងៃមុននេះដូច្នេះខ្ញុំចូលរួមចែករំលែកអំពីទស្សនវិជ្ជាដ៏សែនល្អចំពោះវត្តមានដ៏ខ្ពង់ខ្ពស់ចារបស់ថ្នាក់ដឹកនាំចានៅក្នុងមូលដ្ឋាននោះចានៃវិទ្យាល័យជាតិផងដែរដូច្នេះក្នុងនាមនាងខ្ញុំដែលជាប្រជាពលរដ្ឋម្នាក់ដែលកើតនៅក្នុងទឹកដីខេត្តព្រៃវែងសូមចូលរួមចាលើកកម្ពស់ចាក៏ដូចជាការចែករំលែកអំពីទស្សនវិជ្ជាល្អចាតាមរយៈការផ្សព្វផ្សាយនៅក្នុង page របស់នេះខ្ញុំពុទ្ធសាវឌីផងដែរអរគុណហើយបើសិនណាជាវីដេអូរបស់នេះខ្ញុំចាក៏ដូចជាកថាពិបាយរបស់នេះខ្ញុំនេះចាមានចំណុចដែលទាស់ខុសឬក៏ឆ្គងត្រង់អក្ខរាវិរុទ្ធត្រង់ចំណុចណាមួយសង្ឃឹមថាលោកគ្រូអ្នកគ្រូនិងថ្នាក់ដឹកនាំព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់អធ្យាស្រ័យមកកាន់នេះខ្ញុំផងដែរគណៈពេលនេះសូមគោរពអរគុណនិងជម្រាបលា